各位同学，大家好，欢迎大家来到今天的中文课。好，今天是2025年5月27日，今天是星期二。那今天我们要学绘画。你为什么学习中文ចាសួស្តីអ្នកនរគ្នាថ្ងៃនេះគឺយើងចាប់ផ្ដើមរៀននៅសន្ទនាទី1ចាដែលតកតងជាមួយនឹង你为什么学习中文នេះហេតុអ្វីរៀនភាសាចិនចាលោកsưនឹងបំបែកនៅពាក្យមួយណា绘画ចាយើងបកប្រែថាសន្ទនា绘画សន្ទនាទី1你អ្នក为什么ហេតុអ្វី学习中文学习中文រៀនភាសាចិនចា学习中文រៀនភាសាចិនណាចាអញ្ចឹងហេតុអ្វីបានជាយើងរៀនភាសាចិនឥឡូវយើងមករៀននៅពាក្យថ្មីនៅក្នុងសន្ទនារបស់យើងជាមុនសិនមុននឹងចូលទៅដល់ហួយខករបស់យើងណាចាអញ្ចឹងវីដេអូនេះប្រហែលជាអាចនឹងរៀងវែងតិចដែរប៉ុន្តែយើងអាចខាតទៅខាតមកណាពីព្រោះយើងរៀនតាមរយៈវីដេអូអញ្ចឹងគឺងាយស្រួលណា很容易很简单好的一生词生词生词គឺយើងបកប្រែថាពាក្យថ្មីចា目标目标目标យើងបកប្រែថាគោលដៅឬក៏គោលបំណងចឹងនៅពេលដែលយើងរៀនភាសាចិនគឺយើងសុទ្ធតែមានគោលបំណងរៀងៗខ្លួនណា我们都有自己的目标我们都有自己的目标ពួកយើងសុទ្ធតែមាននៅគោលបំណងរៀងខ្លួនអ្នកខ្លះទៅអឺគាត់ចង់រៀនភាសាចិនដើម្បីខ្លះទៅជាហ្វានអ៊ីជឿនចាទៅជាអ្នកបកប្រែអ្នកខ្លះក៏រៀនភាសាចិនដើម្បីគេជក់សឹងអ៊ីដើម្បីធ្វើការរកស៊ីអ្នកខ្លះទៅគាត់ដើម្បីធ្វើអីផ្សេងទៀតចឹងទៅណាចាអញ្ចឹងគោលដៅរបស់យើងគឺខុសៗគ្នាដោយឡែចឹង可是学习中文为了当一位中文老师ចាចឹងលោកsưរៀនភាសាចិនដើម្បីខ្លះទៅជាគ្រូបង្រៀនភាសាចិនម្នាក់គេតោះឥឡូវយើងចូលមករៀនពាក្យថ្មីរបស់យើងណាកុំភ្លេចទៅការហាត់អានតាមលោកsưហើយនឹងទៅការចម្លងចូលទៅក្នុងសៀវភៅអញ្ចឹងលោកsưចាមានបកប្រែជាភាសាខ្មែរហើយចាងាយស្រួលទេ为什么ហេតុអ្វី为什么ហេតុអ្វីគឺជាទម្រង់សំណួរដែលយើងប្រើសួរអំពីហេតុផលអ្វីមួយ为什么បចាហេតុអ្វីចា学习ចា学习គឺយើងបកប្រែបានរៀនសិក្សាឬក៏រៀនសូត្រ中文ភាសាចិន因为ពីព្រោះឬក៏ដោយសារតែ喜欢ចូលចិត្ត中国文化ចា中国គឺយើងបកប្រែថាប្រទេសចិន文化វប្បធម៌ចាអញ្ចឹងវប្បធម៌ប្រទេសចិន文化គឺនិយាយពីវប្បធម៌ពីប្រជាជនពីការរស់នៅពីភាសាទំនៀមទម្លាប់អីគឺក្តោបទៅលើ文化នឹងតែម្ដងណា可以ចា可以យើងបកប្រែថាអាចចាអញ្ចឹងធំសម្បត្តិនៅពេលដែលយើងឃើញអក្សរចិនមានពីរព្យាង្គហើយជាសម្លេងទី3ទាំងពីរចាអញ្ចឹងព្យាង្គទី1គឺយើងត្រូវអានសម្លេងទី2可以可以ចាគឺយើងអាន可以អត់ទេណា可以ចាអាច找到ស្វែងរកបានពេលថាចោទៅទេនោះគឺយើងបកប្រែថាស្វែងរកចាឬក៏រកអ្វីមួយណាចោតោស្វែងរកបានឬក៏ស្វែងរកឃើញណាហេកងជក់ការងារកងជក់ការងារ而且ម្យ៉ាងវិញទៀត很多ច្រើនណាស់中国人ជនជាតិចិនOK老师那现在老师再读一遍为什么学习中文因为喜欢中国文化可以找到工作而且很多中国人好继续再我们多点呢OK 好的来到មកដល់
chẳng mấy nhớ chào tao cứ dùng bọc bài thả rốt bàn chẳng hạn rốt bàn thằng từ rồi pe lại tao cứ một đò chẳng tao nó pe để dùng pra nó khẳng còi cái để giả sập chả chẳng lạiนี่คือchỉ cái để giả sập đấy chẳng chỉ tu tớ chả tao ní nó pe để dùng pra bị khẳng còi cái giả sập à tận nàyพอ tao nó cứ prai pru tờ tám cái giả sập để nó khẳng đào u thì hồ cháu cứ dùng một bài thả xoay rồi cho nó pe dùng đặt tao chả cứ dùng ban cứ dùng ở bộ prai thà ស្វែងរកដល់ឯណាគឺអត់ទេគឺប្រែប្រួលទៅតាមកិរិយាសព្ទនៅខាងមុខអញ្ចឹងចៅស្វែងរកអញ្ចឹងនៅពេលដែលយើងស្វែងរកគឺមានន័យថាយើងស្វែងរកឃើញឬក៏រកបានអញ្ចឹងការបកប្រែរបស់យើងគឺចៅតោស្វែងរកបានស្វែងរកឃើញឡាយយើងបកប្រែថាមកចាអញ្ចឹងគឺយើងបកប្រែថាមកដល់អញ្ចឹងវាប្រែប្រួលទៅតាមកិរិយាសព្ទដែលនៅខាងមុខណាអូខេឡាយមកចាដល់ពេលតោដល់មានថា cứ ba một đòn hời chẳng một đòn hả đó ô đó tha chuột tàu chả chuột nhưng bao tay thật phừ tập pe ở dương ở đặt ở tàu nó khẳng còi ní người ta phơ đòn nè phơ đòn nát có phơ ba này kì là chuột tàu xuyệt tàu chả xuyệt tàu riêng ba này kì chẳng nè ok họ chuột cứ dương bao tay thật phơ sân y จะรกซีแล้วก็ประกอบอาชีวกรรม生意จะจั่ว生意ทั่วการรกซีนะ非常好จะเราสื่อสารอย่างนี้นะ非常好非常好เราไกลแรงเราครั้งนะ告诉告诉告诉คือยังบอกปลายทางปรับ请你告诉我一下请你告诉我一下 សូមអ្នកប្រាប់ខ្ញុំបន្តិចបានទេ学习方法学习方法学习ចាយើងបកប្រែថារៀនសិក្សារៀនសូត្រ方法យើងបកប្រែថាវិធីសាស្ត្រដល់ពេល学习方法វិធីសាស្ត្ររៀនអញ្ចឹងណាហ៎工作方法វិធីសាស្ត្រធ្វើការងារអញ្ចឹងទៅហ៎ចា谢谢 អរគុណ 分享ចែករំលែក谢谢你的分享អរគុណសម្រាប់ការចែករំលែករបស់អ្នក不客气កុំគួរសមអីចាចឹងដល់ពេលដែលគេអរគុណយើងអាចនិយាយថា不客气不用客气不要不要谢ចានេះគឺសតតែជាពេលថាកុំគួរសមអីចឹងណា不客气不用客气别客气 ចាឬកុំគួរសមអី好那现在老师再读一遍来到做生意非常好告诉学习方法谢谢分享不客气 OK 好的那现在我们看绘画ចាឥឡូវយើងមើល绘画ណា OK 好的 ណាចឹងយើងមាន A ហើយយើងមាន B គេសន្ទនាគ្នាអំពីថាហេតុអ្វីបានជារៀនភាសាចិនចាចឹងគឺពាក្យទាំងអស់នេះគឺរសើបានបកប្រែហើយភាគច្រើនណាចឹងយើងអាចចារៀនអានទាំងអស់គ្នាហើយយើងនឹងធ្វើការបកប្រែ那老师一边读然后老师一边翻译哦ចឹង老师អានបណ្ដើបន្តមកទៀតគឺ老师នឹងធ្វើការបកប្រែតែម្ដងណា好你好你为什么学习中文你好你为什么学习中文សួស្ដីអ្នកហេតុអ្វីបានជារៀនភាសាចិនសួស្ដីអ្នកហេតុអ្វីបានជារៀនភាសាចិន为什么ហេតុអ្វីណាយើងសួរអំពីហេតុផលចឹងដល់ពេលដែលយើងសួរសំណួរ为什么ចាជាទូទៅគេឆ្លើយមាន因为ចាពីព្រោះឬក៏ដោយសារតែចាដោយភាសាខ្មែរអញ្ចឹងហេតុអីបានរៀនភាសាចិនដោយសារតែខ្ញុំចង់ចេះភាសាចិនខ្ញុំចង់រកបានការងារល្អអញ្ចឹងទៅឃើញទេគឺមាន in way ចាដើម្បីទៅការឆ្លើយតបទៅលើសំណួរ为什么ហើយតើ老师និយាយរៀងលឿនតិចប៉ុន្តែ老师និយាយច្បាស់មួយណាចឹងបើសិនជាកន្លែងណាអត់ទាន់ទេសូមខាវីដេអូរបស់យើងត្រឡប់ថយក្រោយវិញអូខេដោយសារតែ老师ត្រូវបរៀននៅម៉ោងក្រោយទៀតចឹង老师រៀងលឿនតិចណា你对不起，我学习中文，因为我喜欢中国文化。你呢？我学习中文，
因为我喜欢中国文化你呢ចាខ្ញុំរៀនភាសាចិនពីព្រោះខ្ញុំចូលចិត្តវប្បធម៌ចិនចុះអ្នកវិញ因为我学习中文，因为学习中文，它可以帮助我找到好工作。因为学习中文，它可以帮助我找到好工作。ពីព្រោះការរៀនភាសាចិនវាអាចជួយ帮助ជួយខ្ញុំស្វែងរកបានការងារល្អ好工作ការងារល្អ而且而且有很多中国人来到柬埔寨做生意，而且有很多中国人来到柬埔寨做生意。ម្យ៉ាងវិញទៀតចាអរជាម្យ៉ាងវិញទៀតមានជនជាតិចិនច្រើនណាស់ចា很多来到មកដល់ប្រទេសកម្ពុជាធ្វើការរកស៊ីចា做生意ធ្វើការរកស៊ីណាហៅបន្តទៀតចាចឹងគេនិយាយថា非常好你可以告诉我你的学习方法吗非常好你可以告诉你的学习方法吗非常好ល្អខ្លាំងណាស់你可以告诉你的学习方法吗អ្នកអាចប្រាប់ពីចាអ្នកអាចប្រាប់ចាកៅស៊ូប្រាប់ណាប្រាប់ពីចាវិធីសាស្ត្រសិក្សាឬក៏វិធីសាស្ត្ររៀនរបស់អ្នកបានឬទេចាបានឬទេ你的学习方法可以告诉我吗ចាអាចប្រាប់ខ្ញុំបានអត់可以可以អាច可以អាច有五个方法有五个方法ចាមាន5វិធីសាស្ត្រ有五个5វិធីសាស្ត្រណាទី1ទី1多看多看ចាមើលឲ្យបានច្រើនទី2多听多听ស្ដាប់ច្រើនទី3ទី3多写多写ចាសរសេរឲ្យបានច្រើនចា写សរសេរណាទី4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 多读多读ចាអានឲ្យបានច្រើនហើយទី5ទី5ទី5多说多说និយាយឲ្យបានច្រើនចាម្ដងទៀតណាខាន់មើលធីងស្ដាប់សៀសរសេរទូអានសួរនិយាយចាចឹងនេះគឺជាវិធីសាស្ត្រទាំង5ណាហៅ谢谢你的分享谢谢你的分享អរគុណសម្រាប់ការចែករំលែករបស់អ្នក分享យើងបកប្រែថាចែករំលែកណា你的分享ការចែករំលែករបស់អ្នក不客气不客气មិនបាច់គួរសមទេមិនបាច់គួរសមទេហើយតើចាអញ្ចឹងធំសម្បត្តិយើងក៏ពីការហាត់អានតាមរសៀលឡើងវិញម្ដងទៀតណាអូខេតោះហើយអញ្ចឹងសន្ទនារបស់យើងថ្ងៃនេះគឺខ្លីទេមានតែប៉ុណ្ណឹងសូមធំសម្បត្តិយើងធ្វើការអនុវត្តឲ្យបានច្រើនចាដូចជាវិធីសាស្ត្រទាំង5របស់យើងតខាន់ត听多写多读多说多练ចាអនុវត្តឲ្យបានច្រើនអូខេហើយតើ老师មានជា quote មួយដែរ成功者永远不放弃放弃者永远不成功ចាអ្នកដែលជោគជ័យតែងតែមិនធ្វើការបោះបង់ទេអ្នកបោះបង់គឺតែងតែមិនដែលជោគជ័យចាអញ្ចឹងអ្នកដែលគាត់ជោគជ័យគឺគាត់កម្រនឹងការបោះបង់ហើយអ្នកដែលបោះបង់ហ្នឹងគឺមិនងាយនឹងការជោគជ័យទេ好的谢谢大家我们下次见拜拜